ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាតោះទៅលេងខេត្តសៀមរាបជាមួយនាងខ្ញុំទៅលើកនេះដែរនាងខ្ញុំអត់បានទៅលេងប្រាសាទទេប៉ុន្តែយើងទៅលេងតាមហាងកាហ្វេវិញដោយសារឃើញទេសភាពនៅតាមហាងកាហ្វេស្អាតដូចជាកាហ្វេពណ៌លឿងនេះអីគឺខ្ញុំចូលចិត្តពណ៌លឿងអញ្ចឹងហើយទៅនឹងគឺរកហាងកាហ្វេនឹងតែម្ដងហើយទៅសៀមរាបលើកនេះចំណេញគឺទៅលក្ខណៈការងារផងហើយទៅដើរលេងផងសល់ម៉ោងពីយើងធ្វើការគឺយើងទៅដើរលេងហើយយើងទៅលេងបានច្រើនកន្លែងដែរទៅបានហាងកាហ្វេ2ហើយពេលយប់ឡើងយើងទៅលេងនៅ Pub Street នេះទស្សនវិជ្ជាពេលយប់នៅ Pub Street អូខ្ញុំខានទៅលេងនៅនឹងយូរហើយតែខ្ញុំចូលចិត្តមែនទែនតាំងកាលខ្ញុំនៅរៀនខ្ញុំទៅនៅសៀមរាបបានមួយខែខ្ញុំទៅដើរលេង Pub Street រហូតយប់ណាក៏យប់ Pub Street ដែរខ្ញុំចូលចិត្តណាស់អង្គុយស្ដាប់ភ្លេងអង្គុយញ៉ាំអីនៅនឹងដើរមើលគេមើលឯងអូ Temple អីហ្មងប៉ុន្តែថ្ងៃខ្ញុំទៅហ្នឹងយើងស្ងាត់អត់សូវមានមនុស្សដូចសេយប់ហ្នឹងយប់ថ្ងៃសុក្រ Friday night គួរតែមានមនុស្សច្រើនតែបើជាអត់សូវមានមនុស្សវិញហើយឮគេថាមនុស្សច្រើនថ្ងៃសៅរ៍អាទិត្យតែថ្ងៃសៅរ៍អាទិត្យខ្ញុំបានទៅខ្ញុំនៅគេនៅនឹងមួយយប់ហើយស្អែកឡើងយើងចេញទៅដើរលេងតាមហាងកាហ្វេហើយបានយើងត្រឡប់មកផ្ទះវិញបន្ទាប់ពីបាយថ្ងៃហើយញ៉ាំបាយនៅស្រស់ៗហើយគឺមកផ្ទះវិញនិយាយថាប្លង់កន្លែងហ្នឹងថត3ដងអត់បានសម្រេចសោះហ្មងគឺគេដើរកាត់រហូតតែអត់សូវមានមនុស្សទេតែកន្លែងហ្នឹងមនុស្សច្រើនចឹងពេលព្រឹកថ្ងៃហ្នឹងយើងទៅដំបងគេព្រឹកឡើងគឺទៅហាងកាហ្វេពណ៌លឿងហ្នឹងតែម្ដងគឺយើងងើបទៅដំបងplan ងើបពីព្រឹកទៅមើលថ្ងៃរះនៅអង្គរវត្តប៉ុន្តែយើងងើបអត់ទាន់ចឹងទៅដូរ plan មកហាងកាហ្វេពណ៌លឿងនេះវិញអ្នកដែលស្រឡាញ់ពណ៌លឿងត្រូវមកហាងកាហ្វេនេះគឺ10លើ10ហ្មងនៅនឹងស្អាតទេសភាពលឿងទាំងអស់អីក៏លឿងដែរធុងសម្រាមឬក៏ស្អីគឺលឿងទាំងអស់តុកស្អីនឹងលឿងទាំងអស់តែបុគ្គលិកអត់ពាក់អាវលឿងទេថ្ងៃនេះបើសិនជាពាក់អាវលឿងទៅទៀតប្រហែលជាមួយ background ហ្នឹងកើតជាលឿងទាំងអស់ហ្មងមើលអត់ឃើញមនុស្សទេហាងកាហ្វេនេះអត់សូវធំប៉ុន្មានទេប៉ុន្តែដីខាងក្រៅធំតែចូលមកក្នុងហាងហ្នឹងមិនធំប៉ុន្មានទេហើយគេមានកន្លែងផ្សេងថតទៀតប៉ុន្តែខ្ញុំអត់បានទៅទេតែខ្ញុំប្រញាប់ទៅហាងកាហ្វេមួយទៀតព្រោះចិត្តដល់ម៉ោងត្រឡប់មកផ្ទះដែរអញ្ចឹងទៅយើងដើរមើលចោះហើយនេះយើងចេញពីហ្នឹងយើងមក Fern Cafe នេះនៅផ្លូវខាងកវ៉ាត់ក្រុងដល់ពេលយើងមកយើងនៅនេះលក្ខណៈបែបធម្មជាតិហើយមានសត្វជៀមសត្វអីគេចិញ្ចឹមឲ្យយើងលេងតែថ្ងៃខ្ញុំទៅហ្នឹងជៀមនឹងឈឺពេទ្យមកមើលអញ្ចឹងទៅខ្ញុំអត់បានលេងមួយជៀមទេតែខ្ញុំបានថតរូបចិត្តនឹងដែរតែអត់បានមានវីដេអូទេមានតែរូបស្លឹកតែនៅកន្លែងនេះសបោកន្លែងថតជាងនៅកន្លែងកាហ្វេលឿងនេះសានៅនេះវាធំជាងហើយគេធ្វើអីថតច្រើនជាងនៅនោះមានតែពណ៌លឿងឯងសម្រាប់អ្នកដែលគាត់ចូលចិត្តពណ៌លឿងបើថាអ្នកចូលចិត្តបែបធម្មជាតិ green ចូលចិត្តសត្វអីចឹងមកហ្នឹងត្រូវហើយបន្ទាប់ពីចប់ពីហាងកាហ្វេពីរហ្នឹងមកគឺយើងជិះមកស្រះស្រង់មកញ៉ាំបាយពេលថ្ងៃបន្ទាប់ពីញ៉ាំបាយពេលថ្ងៃហ្នឹងហើយត្រឡប់មកផ្ទះវិញអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយបាយ